ជំរាបសួរនាងខ្ញុំឈ្មោះពេជ្រម៉ូឡែនគឺជាសានិតេអេឆ្នាំ2024នៅសាលារៀនគ្រូយើងហើយក៏ជានិស្សិតឆ្នាំទី1នៅសាកលវិទ្យាល័យហូម៉ានីតេសានិងវិទ្យាសាស្ត្រសេដ្ឋកិច្ចការចង់បន្តការសិក្សាផ្នែកច្បាប់ហ្នឹងគឺជាអ្វីដែលខ្ញុំគិតទុកយូរមកហើយវាក៏ជាបំណងមួយក្នុងបំណងផ្សេងទៀតរបស់ខ្ញុំដូចគ្នាណាមួយក៏ដោយសារតែការឃើញនៅទស្សនវិជ្ជាជំវិញខ្លួនក៏ជំរុញឲ្យខ្ញុំបន្តការសិក្សាផ្នែកច្បាប់ហ្នឹងដើម្បីការចូលខ្លួនមកដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គមសាលារៀនគ្រូយើងបានបង្ហាត់បរិញ្ញាខ្ញុំឲ្យដឹងពីគុណធម៌ក៏ដូចជាការយល់ដឹងផ្សេងៗអញ្ចឹងហើយទៅខ្ញុំចង់បន្តការសិក្សាផ្នែកហ្នឹងក្នុងនាមជានិស្សិតឆ្នាំទី1បទពិសោធន៍ដែលជំរុញនិងជាកម្លាំងចិត្តឲ្យខ្ញុំប្រឹងប្រែងបន្ថែមហ្នឹងគឺការប្រឡងតែមួយមុខមិនមែនជាកម្លាំងចិត្តរបស់ខ្ញុំទេគឺលទ្ធផលប្រឡងមួយទៀតដោយសារតើខ្ញុំតែងតែប្រៀបធៀបលទ្ធផលប្រឡងរបស់ខ្លួនឯងជាមួយនឹងអ្នកដទៃអញ្ចឹងទៅវាក៏ជាកត្តាមួយដែលជំរុញឲ្យខ្ញុំខិតខំប្រឹងប្រែងបន្ថែមដែរហើយក្រៅពីការប្រឡងហើយនឹងលទ្ធផលប្រឡងហ្នឹងគឺនៅមានបទពិសោធន៍មួយទៀតគឺកិច្ចការស្រាវជ្រាវដែលវាមាន3ដំណាក់កាលគឺការធ្វើសិភៅការធ្វើ slide ហើយនឹងការឡើងធ្វើបទបង្ហាញអញ្ចឹងទៅវាជាបទពិសោធន៍ថ្មីរបស់ខ្ញុំដូចគ្នាសម្រាប់ពេលនេះគឺនាងខ្ញុំមិនទាន់ថានឹងចាប់យកអាជីពឬក៏មុខជំនាញណាមួយទេប៉ុន្តែតទៅមុខទៀតនាងខ្ញុំនឹងសិក្សាអំពីខ្លួនឯងឲ្យបានកាន់តែច្បាស់ហើយនឹងអនាគតទៅនាងខ្ញុំនឹងចាប់យកជំនាញឬក៏មុខអាជីពណាមួយទៅតាមចំណង់ចំណូលចិត្តក៏ដូចជាសមត្ថភាពរបស់ខ្លួនឯងការរៀនគឺប្រហាក់ប្រហែលទៅនឹងការរៀននៅវិទ្យាល័យដែរគ្រាន់តែខុសនៅមជ្ឈដ្ឋានផ្សេងដូចជាការរៀនដូចមិត្តរួមថ្នាក់អីចឹងទៅគឺអត់ដែលស្គាល់គ្នាតាំងពីមុនមកចឹងទៅគឺវារៀងខុសនៅមជ្ឈដ្ឋានតិចតួចប្រព័ន្ធច្បាប់នៅសម័យបច្ចុប្បន្នហ្នឹងគឺវាបានផ្ដល់នៅចូលរួមចំណែកដល់យុត្តិធម៌ក៏ដូចជាសមភាពនៅក្នុងសង្គមដូចជាការឈរនៅលើគោលការណ៍យុត្តិធម៌និងអព្យាក្រឹតភាពដែលធានាដល់ការការពារសិទ្ធិមនុស្សឲ្យមនុស្សមានសិទ្ធិស្មើគ្នាទាំងស្ត្រីនិងបុរសនិងសិទ្ធិផ្សេងៗទៀតដូចជាសិទ្ធិក្នុងការចូលរួមនិងសិទ្ធិក្នុងការបញ្ចេញមតិជាដើមឧទាហរណ៍ដូចជាប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជាអញ្ចឹងគឺផ្ដល់ឲ្យមានសិទ្ធិស្មើគ្នាទាំងស្ត្រីនិងបុរសអញ្ចឹងវាបញ្ជាក់ពីតម្លាភាពក៏ដូចជាសមភាពនៅក្នុងសង្គមខ្ញុំជឿថាជំនាញដែលជាសារៈសំខាន់សម្រាប់ភាពជោគជ័យក្នុងវិជ្ជាជីវៈជាអ្នកច្បាប់ហ្នឹងអាចនឹងមានច្រើនប៉ុន្តែនាងខ្ញុំនឹងលើកយក3ចំណុចយកមកនិយាយទី1នោះគឺ critical thinking ដែលមានន័យថាគឺជាយើងត្រូវមានការគិតឲ្យល្អិតល្អន់ហើយត្រូវមានការយកចិត្តទុកដាក់ខ្ពស់និងមានហេតុផលយកមកអះអាងនៅរាល់អ្វីដែលយើងនិយាយចំណុចទី2នោះគឺ communication skills គឺជាការមានទំនាក់ទំនងល្អចេះស្ដាប់នៅហេតុផលនិងអាចឆ្លើយតបបានល្អដូចគ្នាហើយទី3នោះគឺ problem solving ដែលមានន័យថាគឺជាសមត្ថភាពក្នុងការរកឃើញបញ្ហាវិភាគបញ្ហាក៏ដូចជារកដំណោះស្រាយក្នុងការដោះស្រាយបញ្ហានោះដូចគ្នាសម្រាប់នាងខ្ញុំផ្ទាល់ពេលនេះគឺនាងខ្ញុំកំពុងតែវឹកហាត់ក៏ដូចជាអភិវឌ្ឍនៅសមត្ថភាពទាំងនោះដូចគ្នាដោយការបង្កើតទម្លាប់អានសៀវភៅឬក៏ឯកសារផ្សេងៗជាប្រចាំវឹកហាត់ក្នុងការដោះស្រាយបញ្ហាហើយនឹងម្យ៉ាងទៀតនាងខ្ញុំក៏ព្យាយាមក្នុងការពង្រឹងនៅសមត្ថភាពការអានការសរសេរនិងការស្ដាប់របស់ខ្លួនឯងដូចគ្នាក្នុងនាមជានិស្សិតឆ្នាំទី1កំឡុងពេលសិក្សាឆ្នាំទី1ហ្នឹងគឺមុខវិជ្ជាដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ហើយគិតថាប្លែកជាងគេនោះគឺមុខវិជ្ជាស្ថិតិដោយសារតើមុខវិជ្ជាផ្សេងទៀតហ្នឹងគឺជាមុខវិជ្ជាដែលតម្រូវឲ្យមានការអានការស្ដាប់និងការយល់អាចនិយាយបានថាគឺជាមុខវិជ្ជាដែលអក្សរច្រើនប៉ុន្តែសម្រាប់មុខវិជ្ជាស្ថិតិហ្នឹងគឺជាមុខវិជ្ជាដែលកណនៀលេខអញ្ចឹងទៅវាបានតេទីចំណាប់អារម្មណ៍ខ្ញុំហើយធ្វើឲ្យខ្ញុំចូលចិត្តមុខវិជ្ជាហ្នឹងជាងគេសម្រាប់បងប្អូនចំនួនក្រោយដែលចង់បន្តការសិក្សាផ្នែកច្បាប់ហ្នឹងគឺខ្ញុំអត់មានអីក្រៅពីជូនពរឲ្យបានសម្រេចបានដោយបំណងដែលខ្លួនស្រឡាញ់នឹងចង់បានទេហើយក៏សូមលើកទឹកចិត្តឲ្យបងប្អូនហ្នឹងគឺសិក្សាពីខ្លួនឯងឲ្យបានកាន់តែច្បាស់ដើម្បីងាយស្រួលក្នុងការរើសមុខជំនាញសម្រាប់ថ្ងៃអនាគតហើយនឹងព្យាយាមក្នុងការអនុវត្តក៏ដូចជាអភិវឌ្ឍនៅសមត្ថភាពរបស់ខ្លួនឯងដូចគ្នាហើយបន្ថែមពីនេះនាងខ្ញុំក៏សូមជូនពរដល់បងប្អូនទី12ឲ្យទទួលបានលទ្ធផលល្អក្នុងការប្រឡងខាងមុខនេះដូចគ្នាសូមអរគុណ